និយប់ជ្រៅនៅក្នុងព្រៃវេទមន្តដែលពោពេញទៅដោយផ្សិតយៈបញ្ចេញពន្លឺព្រិចព្រិចមានក្មេងប្រុសដ៏ក្លាហានម្នាក់ឈ្មោះថាគិរីថ្ងៃមួយកំពុងតែដើរលេងសុកសុកគិរីបានប្រទះឃើញពន្លឺពណ៌ក្រហមមួយភ្លឺភ្លេកនៅលើស្លឹកឈើនៅពេលគេដើរទៅជិតស្រាប់តែឃើញកូននាគភ្លើងតូចមួយកំពុងដេកដង្ហើមហត់រហិតរហមខ្លួនប្រាណរបស់វាចុះត្រជាក់និងមានស្នាមរបួសគិរីមិនភ័យខ្លាចតតែសោះគេលូកដៃទៅអង្អែលក្បាលកូននាគនោះធ្នមរួចនិយាយខ្សឹបថាកុំភ័យអីណាឯងសុវត្ថិភាពហើយខ្ញុំនឹងជួយឯងដើម្បីសង្គ្រោះជីវិតមិត្តថ្មីមួយនេះមានតែវិធីមួយគត់គឺត្រូវទៅរកផ្កាឈូកពន្លឺដែលដុះនៅលើកំពូលភ្នំទឹកកកអណ្ដែតលើពណ៌ពុកគិរីបានយកកូននាគតូចដាក់ចូលក្នុងកាបូបស្ពីយ៉ាងកក់ក្ដៅរួចចាប់ផ្ដើមតោងឡើងផ្ទាំងថ្មដ៏ចោតផ្លូវកាន់តែខ្ពស់ខ្យល់កាន់តែបក់បោកខ្លាំងភាពត្រជាក់ស្ទើរតែកស្រុតដល់ឆ្អឹងប៉ុន្តែគិរីមិនព្រមបោះបង់ឡើយគេខំមាត់សង្កត់ចិត្តជើងបន្តឈានទៅមុខព្រោះជីវិតរបស់កូននាគតូចគឺស្ថិតនៅលើដៃរបស់គេនៅទីបំផុតគិរីបានឡើងមកដល់កំពូលភ្នំទឹកកកផ្កាឈូកពន្លឺកំពុងបញ្ចេញពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតនៅពីមុខគេប៉ុន្តែស្រាប់តែមានស្រមោលដ៏ធំមួយក្រោកឈរឡើងវាគឺជាយក្សថ្មបុរាណដែលជាអ្នកយាមកម្មទីនេះបើប្រើកម្លាំងបាយគិរីច្បាស់ជាគ្មានផ្លូវឈ្នះឡើយដោយប្រាជ្ញានិងភាពឆ្លាតវៃគិរីមិនបានដកអាវុធទេគេបានដោះកាបូបស្ពីលើកបង្ហាញកូននាគដែលកំពុងជិតផុតដង្ហើមរួចលុតជង្គង់ចុះអន់ក្បាលសំពីយក្សថ្មដោយក្តីគោរពនិងក្តីមេត្តាយក្សថ្មសម្លឹងមើលក្មេងប្រុសរួចក៏ញឹមយ៉ាងទន់ភ្លន់ហើយថយចេញបើកផ្លូវឲ្យគិរីដើរទៅយកផ្កាឈូកពន្លឺយ៉ាងងាយស្រួលគ្រាន់តែកូននាគតូចលេបត្របាក់ផ្កាឈូកពន្លឺនោះភ្លាមរាងកាយរបស់វាក៏ចាប់ផ្ដើមបញ្ចេញរស្មីពណ៌មាសចិញ្ចែងចិញ្ចាចរបួសទាំងប៉ុន្មានបានជាសះស្បើយវាដុះស្លាប់ធំជាងមុននិងមានកម្លាំងពេញលេញនាគភ្លើងតូចហោះឆ្វែជុំវិញគិរីទម្លាក់ផ្កាភ្លើងតូចដូចដុំផ្កាយរួចចូលមកត្រដុសថ្ពាល់គិរីជាការដឹងគុណគិរីសើចយ៉ាងក្អាកក្អាយពេញកំពូលភ្នំរឿងនេះបង្រៀនឲ្យយើងដឹងថាសេចក្តីក្លាហានពិតប្រាកដមិនមែនស្ថិតលើការប្រើកម្លាំងបាយដើម្បីយកឈ្នះនគរទេនោះទេប៉ុន្តែវាគឺជាការប្រើប្រាស់ក្តីមេត្តាការចេះយកទុក្ខធុរៈនិងការគោរពទន់ភ្លន់ទើបអាចយកឈ្នះគ្រប់ឧបសគ្គបាន